កាលពីវីដេអូមុនយើងបាននិយាយតាក់ទងមួយ family ទ្វារប៉ុន្តែវីដេអូនេះយើងនិយាយពីប្រកាន់ដៃវិញម្ដងនៅក្នុងមុខងារប្រកាន់ដៃហ្នឹងដូចខ្ញុំបង្ហាញជាច្រើនហើយតាក់ទងមួយវីដេអូចាស់អីក៏មានដែរដោយសារនៅក្នុងលក្ខខណ្ឌនៃការរៀនកម្មវិធីពេលយើងយល់យើងចង់គូរឬក៏ design អីមួយយើងអាច design បានតាមចិត្តណាប៉ុន្តែនៅក្នុងលក្ខខណ្ឌដែលយើងអត់យល់គឺយើងអាច design តាមចិត្តបានទេដោយសារនៅក្នុង model ឬក៏តាក់ទងជាមួយមុខងារកម្មវិធី Revit ហ្នឹងវាមានភាពស្មុគស្មាញវាទាមទារឲ្យយើងយល់នៅចំណុចកលឹះជាច្រើនដើម្បីយើងអាចធ្វើការងារនឹងបានពេញលេញជាក់ស្ដែងដូចប្រកាន់ដៃដៃស្មិតតាក់ទងជាមួយនឹងលបងខាងក្នុងខាងក្រៅអីហ្នឹងគឺពេលដែលយើងយល់ពីមុខងារប្រកាន់ដៃហ្នឹងគឺយើងអាច design ការងារជាច្រើនបន្ថែមទៀតឧទាហរណ៍សូម្បីតាតាក់ទងមួយ landscape តាក់ទងជាមួយនឹងផ្លូវតាក់ទងជាមួយនឹង sidewalk អីហ្នឹងគឺយើងបានធ្វើនៅក្នុងមេរៀន Revit ហ្នឹងទាំងអស់អញ្ចឹងសម្រាប់វគ្គសិក្សា Revit កម្រិត Master ហ្នឹងគឺស៊ីជម្រៅមែនតើហើយសម្រាប់ការរៀនហ្នឹងគឺយើងផ្ដោតលើមុខងារ Aesthetic ហ្នឹងច្រើនបន្ទាប់មកមុខងារផ្សេងៗក៏យើងរៀនដែរដើម្បីអ្នកទាំងអស់គ្នាអាចយល់នៅពេលដែលយើងធ្វើការងារជា team មានន័យថាយើងត្រូវចេះការងារផ្សេងៗដែរបើយើងអត់ចេះទេគឺយើងពិបាកមានន័យថាបើករណីយើងដឹងតែការងារខ្លួនឯងមួយផ្នែកពេលដែលយើងប្រឡូកការងារជាក់ស្ដែងគឺពិបាកដោយសារអីដោយសារការងារជាក្រុមវាទាមទារឲ្យយើង support គ្នាទៅវិញទៅមកអញ្ចឹងនៅក្នុងមេរៀន Revit កម្រិត Master ហ្នឹងគឺយើងរៀនច្រើនមែនតើហើយសម្រាប់វីដេអូណែនាំហ្នឹងគឺយើងមានប៉ុណ្ណឹង